bạn group cho miệt số bong phụ nè đam tụiទាំងអស់ហើយថ្ងៃនេះគឺថ្ងៃទី14ខែមេសាឆ្នាំ2025ជាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងបាទឆ្នាំម្សាញ់អញ្ចឹងខ្ញុំបាទនៅក្នុងចំការទុរេនផ្ដិតយករូបភាពជូនទៅដល់បងប្អូនដែលជាអ្នកដាំទុរេនក៏ដូចជាបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំសិក្សាអំពីដំណាំទុរេនបាទវីដេអូខ្ញុំថ្ងៃនេះគឺខ្ញុំចង់បង្ហាញពាក់ព័ន្ធទៅនឹងដំណើរការនៃការវិវត្តរបស់ផ្លែទុរេនយើងថាមកដល់ថ្ងៃនេះតើផ្លែទុរេននៅក្នុងចំការទុរេនតាកាំងសម្បូរវ័យគុកបានប៉ុណ្ណាហើយបាទអញ្ចឹងអបអរចូលឆ្នាំថ្មីបង្ហាញវីដេអូមួយជូនទៅដល់បងប្អូនទាំងអស់គ្នាបាទផ្លែទុរេនដែលបងប្អូនមើលឃើញនៅក្នុងដើមទាំងមូលនេះហើយនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូនឃើញទេប៉ុណ្ណេះគឺដើមនេះគឺយើងបានពិសោធន៍បាននៅក្នុងចំការទុរេនតាកាំងសម្បូរវ័យគុកក្តីនៅមេមត់ក្តីនៅរតនគិរីក្តីគឺយើងពិសោធន៍ហើយយើងមានលេខកូដយើងមាន QR code អីត្រឹមត្រូវសម្រាប់ខោនសម្រាប់តាមដាននៅប្រវត្តិរបស់ដំណាំទុរេនក្នុងម្ដងបាទមកដល់ថ្ងៃនេះគឺយើងអាចសន្មតបានថាទុរេនយើងលែងជ្រុះទៀតហើយបាទពាក្យថាលែងជ្រុះពេលនេះគឺបើសិនមិនមានការបម្រែបម្រួលអាកាសធាតុណាតួយ៉ាងដូចថាខ្វះទឹកជាដើមដូចជាបញ្ហាខ្យល់កន្ត្រាក់អីជាដើមអញ្ចឹងវាលែងជ្រុះហើយក្រៅពីបញ្ហាធម្មជាតិអស់ហ្នឹងវាលែងជ្រុះហើយឲ្យវាជ្រុះឯងដូចពីមុនមកវាធាក់ទម្លាក់ជ្រុះអីហ្នឹងវាលែងជ្រុះទៀតហើយអញ្ចឹងទុរេននៅលើដើមនេះមានខ្លះដល់ទៅ3គីឡូហើយបាទអញ្ចឹងវាអាចនឹងរៀបចំដាក់ម្សៅដាក់អីបន្តទៅទៀតបានហើយអញ្ចឹងបងប្អូនអាចដឹងថាដំណើរការនៃការប្រព្រឹត្តទៅរបស់យើងឬក៏យើងអាចនិយាយបានថាការដាក់ជីរបស់យើងវិញយើងដាក់ជីអីនៅរដូវកាលឬក៏នៅដំណាក់កាលនេះបាទនៅវគ្គដែលផ្លែប៉ុណ្ណឹងបាទតើយើងគួរដាក់ជីយើងគួរប្រើអីបាទអ្វីដែលយើងមិនអាចបំភ្លេចបានគឺពាក់ព័ន្ធទៅនឹងអាមីណូអាស៊ីតបាទនៅផ្នែកខាងក្រោមគឺអាមីណូអាស៊ីតបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញទៅដល់ការលូតលាស់របស់ផ្លែទុរេនរបស់យើងបាទបងប្អូនខ្លះក៏គាត់សួរទៀតថាអញ្ចឹងអាមីណូអាស៊ីតដាក់បានរហូតហ្មងជាទូទៅក្នុងវគ្គផ្កាផ្លែយើងគួរតែប្រើអាមីណូអាស៊ីតឲ្យបានច្រើនព្រោះថាចំណីអាហារក៏ដូចជាធម្មពលដែលបានមកពីអាមីណូអាស៊ីតគឺជាធម្មពលមួយដែលធ្វើឲ្យផ្លែទុរេនរបស់យើងផ្កាទុរេនរបស់យើងមិនកញ្ឆក់កញ្ឆែងទេបាទលក្ខណៈ slow លក្ខណៈមួយអញ្ចឹងវាតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់ក្តឹបទុរេនរបស់យើងរបស់ផ្លែទុរេនរបស់យើងជាក់ស្ដែងយើងមើលឃើញមកដល់ពេលនេះឃើញផ្លែទុរេនយើងរៀងល្អបាទដល់ល្អអញ្ចឹងយើងអាចបញ្ជាក់បានថាការប្រើប្រាស់ជីថ្នាំរបស់យើងគឺត្រឹមត្រូវបាទមួយដើមនេះតាំងពីយើងរាប់មកដល់ឥឡូវនេះវានៅសល់80ផ្លែជាងបាទអញ្ចឹងយើងគិតថាដើមប៉ុណ្ណឹងអាយុកាលប៉ុណ្ណេះ80ផ្លែវាចង់រៀងលើសបន្តិចដែរប៉ុន្តែទៅមើលសុខភាពដើមទៅមើលនៅសុខភាពស្លឹកឃើញថានៅតែរឹងមាំដដែលអត់មានថមថយអត់មានត្រួយអត់មានអីទេត្រួយនៅតែចេញធម្មតាហើយដំណើរការនៃការលូតលាស់របស់ផ្លែនៅខៀវអីធម្មតាបាទអត់ទាន់លឿងងាប់បលាអីទេបាទលើពីនេះទៅទៀតពាក់ព័ន្ធទៅនឹងជីគ្រាប់ដែលយើងអាចដាក់នៅផ្នែកខាងគល់បានដូចជា433ហើយនឹងជីឆ្អឹងបាទជាទម្លាប់របស់យើងពេលណាដែលយើងចាប់ផ្ដើមដាក់ជីឆ្អឹងឬក៏433ឬក៏833គឺយើងតែងតែសង្កេតមើលថាតើផ្លែរបស់យើងហ្នឹងវាវិវត្តដល់កម្រិតណាហើយវាលែងជ្រុះនៅបើសិនជាវាលែងជ្រុះហើយយើងដាក់បំពន់បើមិនដាក់បំពន់ឲ្យវាទេវាធ្វើឲ្យផ្លែទុរេនរបស់យើងហ្នឹងវាមានបញ្ហាស្គមបាទហើយវាលូតលាស់យឺតជាក់ស្ដែងបើសិនជាយើងបានផ្ដល់ចំណីអាហារដល់ផ្នែកខាងក្រោមតាន់ពេលវេលាដូចខ្ញុំបានជម្រាបអញ្ចឹងជីឆ្អឹងជាមួយ833ឬក៏ជីឆ្អឹងជាមួយ433សុទ្ធតែផ្ដល់អាហារទៅដល់ផ្លែព្រោះថាពីមុនមកយើងចិញ្ចឹមតែដើមទេឥឡូវយើងត្រូវចិញ្ចឹមទៅដល់ផ្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត
ហើយទម្ងន់កាន់តែផ្ទុកមកលើដើមកាន់តែធ្ងន់ចំណីអាហារស្រូបយកពីដើមពីស្លឹកកាន់តែច្រើនពីឫសកាន់តែច្រើនដូច្នេះហើយត្រូវតែបង្កើនចំណីអាហារទៅឲ្យដើមដើម្បីថែរក្សាសុខភាពឲ្យគង់វង្សផងជំហានទី2ធ្វើឲ្យផ្លែនឹងរីកលូតលាស់ធំផងដោយនៅក្នុងរូបភាពបងប្អូនមើលឃើញស្រាប់ហ្នឹងផងអញ្ចឹងយើងប្រើប្រាស់ទម្រង់បែបហ្នឹងខាងក្រោមយើងដាក់ជី433ឬក៏ជីឆ្អឹងហ្នឹងបន្ថែមជាមួយជីឆ្អឹងហ្នឹងហើយយើងស្រោចអាមីណូអាស៊ីតឬក៏យើងបន្តនៃការដាក់ទឹកដាក់ជីមកតាមទឹករហូតដែលជាអាហារបម្រុងរុក្ខជាតិយើងណាលើសពីនេះទៅទៀតនៅផ្នែកខាងស្លឹកយើងក៏មិនភ្លេចដែរពាក់ព័ន្ធជាមួយ Master EHM លេខ7 EHM លេខ7គឺប្រើមានសារៈប្រយោជន៍ណាស់ក្នុងដំណាក់កាលនេះជាមួយនឹង Master EHM លេខ8បាទចូលមកដល់ចំណុចនេះបងប្អូននៅតែមានចម្ងល់ថា Master EHM លេខ8ហេតុអីក៏ពហុមុខងារម៉េះពេលភ្លៀងមកក៏ត្រូវប្រើប្រាស់ Master EHM លេខ8ណាពេលក្តាប់ក៏ត្រូវប្រើប្រាស់ Master EHM លេខ8ហើយមកដល់ឥឡូវនៅតែប្រើប្រាស់ Master EHM លេខ8បាទចង់រំលឹកនៅចំណុចនេះដែរថា Master EHM គឺជាជីពិសេសបាទប្រភេទជីទឹកពិសេសមួយដែលអាចប្រើប្រាស់ច្រើនមុខងារច្រើនពេលវេលាបានព្រោះថា Master EHM លេខ8គឺបណ្ដុំទៅដោយកាល់ស្យូមខ្ពស់បាទអញ្ចឹងកាល់ស្យូមគឺតម្រូវការច្រើននៅក្នុងដំណាំទុរេនបាទទាំងវគ្គលូតលាស់ទាំងវគ្គផ្កាទាំងវគ្គផ្លែបាទអញ្ចឹងបងប្អូនដែលប្រើប្រាស់តាមទម្រង់ជីធម្មជាតិ EHM បងប្អូននឹងយល់ហើយពីមួយឆ្នាំទៅមួយឆ្នាំបងប្អូនតែងតែកើនឡើងនៅចំណេះដឹងរបស់បងប្អូនគ្មានដែនកំណត់ការបង្ហាញរបស់ខ្ញុំក៏ដូចគ្នាដែរក៏គ្មានដែនកំណត់ដែរខ្ញុំសិក្សាយ៉ាងម៉េចខ្ញុំតាមដានខ្ញុំឃើញនៅព្រឹត្តិការណ៍ណាខ្ញុំតែងតែជូនទៅដល់បងប្អូននៅក្នុងឆន្ទៈមួយនៅក្នុងគោលបំណងមួយដើម្បីឲ្យបងប្អូនដាំទុរេនទៅជោគជ័យកុំឲ្យដាំទុរេនដាំឲ្យជួសឲ្យដាំយកតផ្កាផ្លែបន្ទាប់មកទៅស្រាប់តែទុរេនហ្នឹងឈឺទុរេនហ្នឹងងាប់អាហ្នឹងដែលជាកត្តាមួយធ្វើឲ្យខាតថវិកាបងប្អូនខ្លីចំណេះដឹងបងប្អូនទៅថែមទៀតដាំងាប់បាក់ទឹកចិត្តពិបាកនឹងបន្តដំណើរទៅទៀតវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសង្គមទៅទៀតដូច្នេះហើយបានខ្ញុំតែងតែបង្ហាញវីដេអូជូនបងប្អូនថាដើរផ្លូវនេះគួរដើរផ្លូវនោះមួយណាដែលវាល្អជាងមួយណាដែលប្រតិបត្តិទៅបងប្អូនសប្បាយចិត្តជាងបងប្អូនជឿទៅបាទតែសម្រាប់ក្រុមការងាររបស់ចំការតកាំងមេមត់ក្តីរតនគិរីក្តីកំពង់ធំក្តីយើងតែងតែពិសោធន៍ហើយពិសោធន៍ទៀតពីមួយដើមទៅមួយដើមយកទិន្នន័យបានច្រើនបានបង្ហាញជូនបងប្អូនថាយុទ្ធសាស្ត្រមួយនេះសម្រាប់តំបន់នេះគឺជោគជ័យបាទអញ្ចឹងតកតងទៅនឹងវគ្គផ្លែប៉ុណ្ណឹងដូចខ្ញុំបានជម្រាបអញ្ចឹងជាអាហារនៅដាក់គល់ហើយពិសេសជាងនឹងទៅទៀតគឺការប្រើប្រាស់ទឹកនេះឯងបាទទឹកអត់មានបន្ថយទេទឹកត្រូវតែកើនឡើងដោយសារអីត្រូវការច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃគឺច្រើនទៅទាំងជីទាំងទឹកគឺត្រូវការច្រើនបាទអត់មែនថាមកដល់ហ្នឹងហើយសួរថាដាក់ប្រមាណនាទីប្រមាណនាទីនេះសូមបងប្អូនត្រូវយល់ឲ្យបានមែនទែនថាកុំព្យាយាមនៅតែដដែលអញ្ចឹងសន្តានដីបងប្អូនផ្សេងសន្តានដីរបស់ពួកខ្ញុំផ្សេងអញ្ចឹងទៅផ្ទៀងនាទីតាមគេហ្នឹងអត់កើតទេអ្នកដែលផ្ទៀងនាទីហ្នឹងអ្នកដែលធ្វើអត្ថាធិប្បាយទេអ្នកដែលវិភាគទេតែបើពិតប្រកបហ្មងអត់ទៅនាទីកើតទេជាក់ស្ដែងដីនឹងបឺតប៉ុណ្ណាផ្លែរបស់យើងច្រើនប៉ុណ្ណាផ្លែកាន់តែច្រើនត្រូវការចំណីកាន់តែច្រើនត្រូវការទឹកកាន់តែច្រើននឹងឯងបាទងាយស្រួលយល់ទេតែបើបងប្អូនអត់តាមដានបងប្អូននៅតែជាអ្នកដឹកនាំអ្នកខ្លះមានគំនិតតែជាអ្នកដឹកនាំដឹងតែបជាគេទេដល់បជាចុះបជាឡើងខូចខាតស្ដីបន្ទោសអ្នកប្រតិបត្តិទៅវិញណែវាទៅអញ្ចេះទៀតណាអញ្ចឹងកុំអីផ្ទាល់មើលឆែកផ្ទាល់ថាគ្រាន់តែយើងបន្ថយទឹកឬក៏ទឹកយើងដាក់នៅដដែលដែរស្រាប់តែស្លឹកហ្នឹងរៀងលឿងមួយហ្នឹងសន្តានថាខ្វះទឹកហើយយើងចាប់ស្លឹកមកមើលស្លឹកហ្នឹងរៀងទន់វាអត់ស្រស់វាអត់រឹងអាហ្នឹងសិតកតាខ្វះទឹកហើយយើងមើលទៅលើផ្លែទៀតកតាក្រហមហ្នឹងលឿនណាបន្លាឆាប់ងាប់លឿនណាអាហ្នឹងក៏កតាខ្វះទឹកដែរអញ្ចឹងវាមានវគ្គវាមានវ័យណាត្រូវតម្រង់បែបម៉េចដូចខ្ញុំវាស់ផ្លែខ្ញុំវាស់អីឲ្យមើលអញ្ចឹងថាផ្លែមកដល់ថ្ងៃហ្នឹងទំហំប៉ុណ្ណាអីប៉ុណ្ណាបានវាត្រូវតាមដំណាក់កាលពី1ទៅ1ពី1ទៅ1អាហ្នឹងបានត្រឹមត្រូវហើយយើងតាមដានបែបហ្នឹងអាហ្នឹងបានល្អបាទ
ចឹងវីដេអូរបស់ខ្ញុំសម្រាប់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនេះមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា